បងប្អូនកាលពីព្រឹកមិញមេបញ្ជាការកងទ័ពអាកាសថៃឧត្តមសេនីយ៍ឯកផុនផាក់ឌីគាត់បានលើកឡើងដូចនេះថាកងទ័ពអាកាសថៃបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ជូនយន្តហោះរបស់ខ្លួនក្នុងរយៈពេលត្រឹមតែ5នាទីតែប៉ុណ្ណោះដើម្បីមកដល់ព្រំដែនកម្ពុជាថៃបើសិនជាចាំបាច់បងប្អូនសំណួរសួរថាតើការនិយាយបែបនេះជាការគំរាមមែនទេតើមានតែអ្នកមែនទេដែលមានយន្តហោះចម្បាំងនេះជាចំណុចទី1ចំណុចទី2មានបងប្អូនខ្មែរយើងជាច្រើនចូលទៅខមមិននៅក្នុងព័ត៌មានមួយហ្នឹងបងប្អូនយើងបានលើកឡើងថាអ្នកឯងហោះមកពីទឹកដីថៃទម្រាំតែមកដល់ព្រំប្រទល់កម្ពុជាថៃអ្នកឯងចំណាយពេលវេលា5នាទីតែកម្ពុជាប្រើពេលត្រឹមតែ5វិនាទីទេដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ្នកអញ្ចឹងមួយរយៈនេះដែលខ្ញុំសម្គាល់ឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនណាស់ទាំងក្នុងនិងក្រៅស្រុកបានតាមដានបញ្ហាព្រំដែនរវាងកម្ពុជាសៀមស្របពេលជាមួយគ្នាបងប្អូនអ្នកឯងមានយន្តហោះចម្បាំងក៏មានទៅកុំឲ្យតែអ្នកមកឈ្លានពានកម្ពុជាអ្នកឯងចង់មានអីមានទៅកម្ពុជាមិនចង់ដឹងមិនចង់ឮទេព្រោះកម្ពុជាចង់បានតែសុខសន្តិភាពទេតើបើកម្ពុជាចង់ធ្វើសង្គ្រាមវិញថ្ងៃដែលអ្នកឯងផ្ទុះអាវុធហើយសម្លាប់កងទ័ពកម្ពុជាម្នាក់សង្គ្រាមវាបានកើតឡើងបាត់ទៅហើយតែកម្ពុជាបានរក្សាភាពស្ងៀមស្ងាត់ព្យាយាមក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរហូតដល់ការចរចាទ្វេភាគីមិនបានលទ្ធផលកម្ពុជាបាននាំសំណុំរឿងមួយនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិពលគឺយើងប្រើច្បាប់អន្តរជាតិដើម្បីដោះស្រាយមិនមែនយើងប្រើកម្លាំងដូចលោកថៃលោកសៀមឯងទេអញ្ចឹងត្រឡប់មកវិញមិនមានន័យថាមានយន្តហោះចម្បាំងចង់មកកម្លាឬក៏បន្លាចកម្ពុជាបានទេព្រោះកម្ពុជាអត់ទៅធ្វើអីនេះឯងទេតែអ្នកឯងត្រូវចាំរឿងមួយអ្នកឯងបំពេញបរណភាពទឹកដីរបស់កម្ពុជាមិនបានទេព្រោះម៉ោងនេះអ្វីគ្រប់បែបយ៉ាងបានត្រៀមលក្ខណៈរួចទាំងអស់ហើយខ្ញុំជឿថាអ្នកក៏ដឹងដែរថាកងទ័ពកម្ពុជាមានសមត្ថភាពប៉ុណ្ណាក្លាហានប៉ុណ្ណាមានភាពមោះមុតស្វាហាប់ប៉ុណ្ណាកងទ័ពរបស់អ្នកភ័យបុកពោះយំតែញឹកទេខ្លាំងតែមេទ័ពខ្លាំងតែអ្នកនៅខាងលើនឹងនិយាយដូចហំណាស់តែកូនទាហានវិញជួបជាមួយនឹងទាហានកម្ពុជាសំឡុតឆ្វេងស្ដាំទាហានកម្ពុជាតែ2រូបឯងអាចបញ្ជាឲ្យអ្នកឯងធ្វើនេះធ្វើនោះតាមចិត្តហើយខណៈពេលដែលទាហានរបស់អ្នកមាន4-10នាក់នោះកម្ពុជាតែ2នាក់ទេអ្នកបានដឹងហើយតាហេតុអីបានជាអ្នកនៅតែក៏ឃ្លឿនតែក្រោយខ្ញុំសិក្សាស្រាវជ្រាវមួយរយៈនេះខ្ញុំរកឃើញថាវាមិនចម្លែកទេដែលអ្នកធ្វើរឿងទាំងអស់នេះឡើងដោយសារតែបញ្ហាផ្ទៃក្នុងនយោបាយរបស់អ្នកកំពុងតែរង្គោះរង្គើអញ្ចឹងទៅអ្នកក៏ព្យាយាមបង្វែងដានការចាប់អារម្មណ៍របស់ប្រជាជនអ្នកពីបញ្ហានយោបាយផ្ទៃក្នុងរបស់អ្នកមកបញ្ហាព្រំដែនកម្ពុជាសៀមជំនួសវិញមកដល់ម៉ោងនេះខ្ញុំលែងសូវជាឆ្ងល់ទៀតហើយព្រោះខ្ញុំមើលឃើញអេរយាប័តនិងយុទ្ធសាស្ត្រដ៏ស្មោកគ្រោករបស់អ្នកអរគុណបងប្អូនជម្រាបលាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានឥទ្ធិពលស្ដីបន្ទោសការប្រើពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីថៃប្រៀបបានជាកូនដែលគ្មានឪពុកម្ដាយប្រដៅប្រិមត្តទូរទស្សនិកជនថ្លែងទៅកាន់អង្គពិធីជួបសម្ដែងសម្ដាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ស្រុកក្រុងនៃខេត្តព្រះវិហារចំនួន464នាក់នាសាលាខេត្តព្រះវិហារសម្ដេចប្រធានប្រសិទ្ធិកម្ពុជាបានស្ដីបន្ទោសការប្រើវោហារសាស្ត្ររបស់លោកស្រីនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នថាជាកូនដែលគ្មានឪម៉ែប្រដៅទើបប្រើពាក្យសម្ដីអសិលធម៌មកលើថ្នាក់ដឹកនាំប្រទេសមានអធិបតេយ្យមួយបែបនេះការថ្លែងសារធ្ងន់ធ្ងររបស់សម្ដេចតេជោនៅពេលនេះក៏ព្រោះតែកាលពីថ្ងៃទី16មិថុនាឆ្នាំ2025លោកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានឈិនវណ្ណបានលើកឡើងប្រាប់ទូរទស្សន៍ថៃ PBS ថាការរិះគន់ថៃពីសំណាក់មេដឹកនាំកម្ពុជាគឺមិនមានជំនាញវិជ្ជាជីវៈទេហើយក៏គ្មានប្រយោជន៍ដល់ទំនាក់ទំនងកម្ពុជាថៃដែរលោកស្រីនាយករដ្ឋមន្ត្រីវ័យក្មេងខ្ចីរូបនេះបានទាំងសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលរបស់លោកស្រីនិងយោធាបានរួបរวมគ្នាផ្ដោតលើបញ្ហាចំនួនទឹកដីជាមួយកម្ពុជាបើទោះជាមានភាពប្រឆាគ្នាខ្លះៗក៏ដោយហើយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវបានតែងតាំងជាប្រធានក្រុមការងារដើម្បីតាមដានស្ថានភាពនៃចំនួនព្រំដែនកម្ពុជាថៃទន្ទឹមនោះលោកស្រីផែថងឋានក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតថាថៃមិនទទួលស្គាល់យុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិដែលហៅកាត់ថា ICJ ក្នុងចំនួនដីព្រំដែនជាមួយកម្ពុជានោះទេសារនយោបាយវាយប្រហារធ្ងន់ធ្ងរនិងការថ្មេះតេះដៀលរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃមកលើមេដឹកនាំកម្ពុជាថាគ្មានវិជ្ជាជីវៈឬជាភាសាអង់គ្លេស anti
professional នេះបានជំរុញឲ្យមន្ត្រីជាន់ខ្ពស់កម្ពុជាណាម្នាក់ដែលនៅគៀកចិត្តនឹងសម្ដេចតេជោហ៊ុនសែនមិនអាចទ្រាំទទួលយកការមាក់ងាយនេះបានក៏ទម្លាយសារសម្លេងសន្ទនារវាងលោកស្រីជាមួយសម្ដេចតេជោហ៊ុនសែនជាសាធារណៈលើបណ្ដាញផ្សព្វផ្សាយសង្គមបង្កឲ្យមហាជននិងអ្នកនយោបាយថៃផ្ទុះកំហឹងនិងបានស្នើឲ្យលោកស្រីនាយករដ្ឋមន្ត្រីចុះចេញពីតំណែងយ៉ាងណារឿងរ៉ាវចលាចលនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃនៅមិនទាន់ចប់ត្រឹមនេះឡើយដោយការពីថ្ងៃទី25មិថុនាថ្មីនេះអតីតព្រះរាជអាជ្ញាថៃម្នាក់គឺលោកចរញ្ញភក្តីថដាកុលបានប្រាប់កាសែត The Nation ពីការរំពឹងទុកថាតុលាការធម្មនុញ្ញនឹងផ្ជួសតំណែងលោកស្រីនាយករដ្ឋមន្ត្រីនៅថ្ងៃទី1ខែកក្កដាខាងមុខជំវិញការបែកធ្លាយคลิปសម្លេងសន្ទនាខាងលើនេះយើងងាកចេញពីសារដែលជាដើមចមនៃការបែកបាក់ទំនាក់ទំនងរវាងគ្រួសារសម្ដេចតេជោនិងគ្រួសារលោកថាក់ស៊ីនឈីណាវ៉ាន់ដែលមានអាយុកាលជាង30ឆ្នាំនេះត្រឹមប៉ុណ្ណេះហើយត្រឡប់មកចាប់អារម្មណ៍លើប្រសាសន៍សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃសុក្រទី27ខែមិថុនាឆ្នាំ2025នេះវិញម្ដងសម្ដេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថាការដែលលោកស្រីផាយថងថានឈីណាវ៉ាន់ប្រើពាក្យសម្ដីប្រមាថមើលងាយថ្នាក់ដឹកនាំកម្ពុជាសម្ដេចផ្ទាល់និងសម្ដេចធិបតីជាចំណុចចាប់ផ្ដើមនៃការបែកបាក់ហើយលោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះជាតួអង្គធំក៏ព្រោះតែលោកស្រីជាកូនស្រីពៅរបស់លោកថាក់ស៊ីនដែលសម្ដេចតេជោមានប្រសាសន៍ថាគ្មានម៉ែឪអប់រំឲ្យយល់ពីតម្លៃនៃសិលធម៌លើការនិយាយស្ដីឲ្យបានសមរម្យទៅកាន់ថ្នាក់ដឹកនាំប្រទេសដទៃជាពិសេសការប្រើពាក្យសម្ដីទៅលើមនុស្សដែលមានវ័យចំណាស់ជាងខ្លួនសម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់យ៉ាងដូចនេះថានេះជាការប្រមាថធ្ងន់ធ្ងរណាស់លោកជំទាវអារឿងអត់វិជ្ជាជីវៈនឹងហើយអាថ្ងៃទី16ដែលធ្វើឲ្យថ្ងៃទី15ចរចាជាមួយយើងថ្ងៃទី16ចេញអាអត់វិជ្ជាជីវៈនឹងថ្ងៃទី17សារបែកធ្លាយបដ ாய் បណ្ដាលមកពីអាសម្ដីអត់វិជ្ជាជីវៈនឹងអានឹងហើយមាត់អត់គម្របកូនអត់មានម៉ែឪប្រដៅនិយាយអញ្ចឹងថាអាកូនអត់ពុញទោះបីអ្នកឯងជាមហាសេដ្ឋីអីក៏ដោយក៏ប៉ុន្តែការប្រមានបែបនេះគឺមិនគួរទេទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោហ៊ុនសែនក៏បានសម្ដែងការសោកស្ដាយចំពោះទំនាក់ទំនងជាង30ឆ្នាំនៃគ្រួសារទាំងពីរដែលត្រូវបានប្រេះឆាដោយសារតែកូនស្រីពៅរបស់លោកថាក់ស៊ីនឈិនវត្តនេះដែរប្រិមិត្តក្រោយពីមានការនិយាយមានការចេញសារពីសំណាក់សម្ដេចតេជោហ៊ុនសែនពីសំណាក់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាពាក់ព័ន្ធទៅនឹងបញ្ហាបិទព្រំដែនហើយក៏អាចនឹងមានការបិទនៅមិនឲ្យមានទំនិញពីថៃនាំចូលមកកម្ពុជាបើសិនជាថៃមិនព្រមបើកព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីនោះទេឃើញថាក្រោយពីមានសារបែបនេះសម្ដេចអធិស្ឋានគឺលោកស្រីផៃថងថានដែលជានាយករដ្ឋមន្ត្រីថៃបានចេញមកនិយាយប្រាប់ទៅកាន់សារព័ត៌មានថាការថ្លែងក៏ដូចជាការធ្វើនយោបាយរបស់មេដឹកនាំកម្ពុជានឹងគឺគ្មានវិជ្ជាជីវៈហើយពាក្យថាគ្មានវិជ្ជាជីវៈនេះហើយដែលសម្ដេចតេជោហ៊ុនសែនចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើសម្ដេចក៏ដូចជាសម្ដេចធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជាហើយក៏ឃើញថាកាលពីព្រឹកនៅព្រឹកថ្ងៃទី27មិថុនានេះសម្ដេចក៏បានថ្លែងសារហើយប្រៀបដូចជាការស្ដីបន្ទោសទៅកាន់នាយករដ្ឋមន្ត្រីថៃថាការប្រើពាក្យសម្ដីមកកាន់សម្ដេចដែលសម្ដេចចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរនេះគឺប្រៀបបានដូចជាកូនដែលគ្មានឪពុកម្ដាយប្រដៅអីចឹងឯងនេះគឺជាអ្វីដែលសម្ដេចតេជោហ៊ុនសែនបានប្រើទៅកាន់បានប្រើពាក្យសម្ដីទៅកាន់លោកស្រីផៃថងថានដែលជានាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ននេះអរគុណប្រិមិត្តជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងបន្តទៅកាន់ព័ត៌មានជាបន្តទៅទៀតដែលនាយករដ្ឋមន្ត្រីថៃប្រឈមនឹងសេចក្តីសម្រេចរបស់តុលាការនិងបដកម្មគណៈតំណែងកំពុងតែកាន់ស្ថិតនៅក្នុងដង្ហើមចង្រិតអ្នកនាងសុកនៅរាយការណ៍ជាបន្តទៅទៀតនាយករដ្ឋមន្ត្រីថៃប្រឈមសេចក្តីសម្រេចរបស់តុលាការនិងបដកម្មគណៈតំណែងកំពុងស្ថិតក្នុងដង្ហើមចង្រិតតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រីផែថងថានឈិនវត្តស្ថិតនៅមាត់ជ្រោះគណៈលោកស្រីនឹងត្រូវប្រឈមមុខនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅសប្តាហ៍ក្រោយចំណែកឪពុកលោកស្រីគឺលោកថាក់ស៊ីនឈិនវត្តក៏កំពុងរងការចាប់ប្រកាន់ផងដែរលោកស្រីនាយករដ្ឋមន្ត្រីផែថងថាននៅសប្តាហ៍នេះបានរុះរើគណៈរដ្ឋមន្ត្រីដើម្បីបំពេញកៅអីទូនីតិចំនួន8ដែលកាន់កាប់ដោយគណៈបកភូមិใจថៃក្រោយគណៈបកធំទី2មួយនេះបានសម្រេចដើរចេញពីរាជរដ្ឋាភិបាលចម្រុះដឹកនាំដោយគណៈបកភឿថៃកាលពីសប្តាហ៍មុនត្បិតសម្ពាធធ្លាក់ទៅលើស្មាលោកស្រីផែថងថានក៏ដោយប៉ុន្តែកូនស្រីពៅរបស់លោកថាក់ស៊ីនរូបនេះបានព្យាយាមធ្វើសព
បែបយ៉ាងផ្គប់ចិត្តប្រជាជននិងយោធាថៃដើម្បីលាងភាពស្អាតស្អំបន្ទាប់ពីបាច់ឃ្លីឃ្លីបសម្លេងសន្ទនាជាមួយសម្ដេចតេជោហ៊ុនសែនកាលពីពេលកន្លងទៅលោកស្រីផែថងឋានបានលើកឡើងថានៅក្នុងស្ថានភាពនេះស្ថិរភាពរបស់រាជរដ្ឋាភិបាលគឺជារឿងសំខាន់ហើយការរួបរวมរបស់ប្រជាជនថៃក៏មានសារៈសំខាន់ផងដែរដូច្នេះខ្ញុំសូមឲ្យរដ្ឋមន្ត្រីទាំងអស់សហការជាមួយប្រជាពលរដ្ឋឲ្យបានជិតស្និទ្ធដើម្បីជួយដោះស្រាយបញ្ហានេះបានឆាប់រហ័សយ៉ាងណាប្រសិនបើតុលាការធម្មនុញ្ញទទួលយកញត្តិវាអាចទៅរួចដែលថាលោកស្រីផែថងឋានអាចត្រូវបានព្យួរពីមុខតំណែងតែជោគវាសនារបស់លោកស្រីផែថងឋាននឹងដើរតាមកន្លងមិត្តចាស់ដែរឬទេកាលពីខែសីហាឆ្នាំមុនតុលាការធម្មនុញ្ញបានសម្រេចដកលោកសេដ្ឋាថាវិសិនចេញពីតំណែងជំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្លាប់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងករណីសំណុកសុប៉ាន់ទន្ទឹមនោះការតវ៉ាទ្រង់ទ្រីធំប្រឆាំងនឹងលោកស្រីផែថងឋានត្រូវបានកំណត់ពេលធ្វើឡើងនៅថ្ងៃសៅរ៍ទី28ខែមិថុនានេះដោយក្រុមប្រឆាំងរាជរដ្ឋាភិបាលបានអះអាងថាបាតកោជាង100,000នាក់នឹងប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរាជធានីបាងកកទាមទារឲ្យលោកស្រីចោះចេញពីកៅអីនាយករដ្ឋមន្ត្រីតែបណ្ដាសារនយោបាយនៃត្រកូលឈិនវត្តឬយ៉ាងណាជាក់ស្ដែងអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីនឈិនវត្តក៏កំពុងមានភាពចម្រូងចម្រាសផងដែរដោយលោកនឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនៅសប្តាហ៍ក្រោយខណៈកូនស្រីក៏កំពុងប្រឈមមុខនឹងការបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីស្របពេលប្រទេសមួយនេះកំពុងរង្គោះរង្គើទាំងផ្នែកនយោបាយផ្ទៃក្នុងនិងនយោបាយក្រៅប្រទេសជាពិសេសជាមួយប្រទេសកម្ពុជានិងភូមាលើបញ្ហាវិវាទព្រំដែនខណៈប្រទេសម៉ាឡេស៊ីក៏កំពុងរៀបផែនការធ្វើរបងខណ្ឌចែកដែនសីមាជាមួយព្រះរាជាណាចក្រដែលហ៊ុំព័ទ្ធដោយរឿងអាស្រូវឈ្លានពានទឹកដីមិត្តជាប់របងផ្ទះមួយនេះផងដែរជាមិនទាន់ទៅណាឆ្ងាយពីប្រទេសថៃនោះទេដោយអស់លេសចោតកម្ពុជាថៃបានសម្ដែងយករឿងចាស់នៃការកាត់ផ្ដាច់អ៊ីនធឺណិតមករំលឹកជាថ្មីទៀតកញ្ញាកូកូរាយការណ៍ព័ត៌មាននេះជាបន្តអស់លេសមកចោតកម្ពុជាថៃសម្ដែងយករឿងចាស់នៃការកាត់ផ្ដាច់អ៊ីនធឺណិតមករំលឹកជាថ្មីនាយកតកទូគមនាគមន៍ថៃបានបញ្ជាឲ្យប្រតិបត្តិការថៃទាំងអស់បញ្ឈប់ការផ្ដល់សេវាអ៊ីនធឺណិតតាមរយៈដុំ Wi-Fi និងសេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តមកកម្ពុជាខណៈភាគីថៃបានតម្រូវឲ្យរាយការណ៍អំពីការលក់ស៊ីមកាតរៀងរាល់15ថ្ងៃម្ដងនេះបើតាមការចុះផ្សាយដោយកាសែតបាងកកពោគណៈកម្មាធិការជាតិផ្សព្វផ្សាយនិងទូគមនាគមន៍ថៃដែលហៅកាត់ថា NBTC បានអះអាងថាវិធានការនេះគឺជាផ្នែកមួយនៃការជំរុញដោយរាជរដ្ឋាភិបាលដើម្បីកម្ចាត់ក្រុមឆបោកតាមអនឡាញនិងកាត់បន្ថយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតលោកត្រៃរតវិរិយៈសេរីគុលអគ្គលេខាធិការរង NBTC បានលើកឡើងថាការផ្ដោតសំខាន់នៃយុទ្ធនាការនេះគឺតំបន់ព្រំដែនជុំវិញច្រកឆ្លងកាត់ខ្លងលឹងក្នុងស្រុកអរញ្ញប្រទេសនៃខេត្តស្រះកែវទល់មុខកាស៊ីណូក្រុងប៉ោយប៉ែនលើពីនេះនាយកតកទូគមនាគមន៍ថៃបានបង្ហាញថាទិន្នន័យនិងការប្រាស្រ័យតាក់ទងជាសម្លេងទាំងអស់ក៏នឹងត្រូវបានកាត់ផ្ដាច់នៅក្នុងតំបន់ក្បែរព្រំដែនផងដែរទោះជាយ៉ាងណាក៏ដោយ NBTC បានបង្ហាញចំហថាខ្លួនកំពុងធ្វើការលើមធ្យោបាយដើម្បីធានាថាប្រជាជនថៃដែលរស់នៅក្បែរព្រំដែននៅតែអាចប្រើប្រាស់ទូរស័ព្ទរបស់ពួកគេបានលោកត្រៃរតបានដំឡើងបំពង់កថាកាលពីមុនកម្ពុជាបានកាត់ផ្ដាច់ការតភ្ជាប់អ៊ីនធឺណិតពីប្រទេសថៃប៉ុន្តែប្រតិបត្តិការឯកជនរបស់ថៃនៅតែបន្តបម្រើដល់ប្រទេសកម្ពុជាដោយបានបន្តផ្ដល់សេវាដូចធម្មតាហើយក្រុមហ៊ុនថៃចំនួន14បានផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿននៅក្នុងប្រទេសកម្ពុជាយ៉ាងណាពេលនេះនាយកតកបានសម្រេចបញ្ជាឲ្យប្រតិបត្តិការទាំងនោះកាត់ផ្ដាច់សេវាអ៊ីនធឺណិតទាំងអស់មកកម្ពុជាគួរបញ្ជាក់ថាថៃប្រកាសកាត់ផ្ដាច់អ៊ីនធឺណិតនេះគឺក្នុងគោលបំណងបង្ក្រាបការឆបោកតាមអនឡាញឬ call center នៅក្នុងប្រទេសកម្ពុជាកន្លងមកថៃតែងតែយកការឆបោកតាមអនឡាញជាឈ្នន់ដាក់សម្ពាធទៅកាន់បណ្ដាប្រទេសជិតខាងនិងតែងតែបៀមឈាមព្រោះដាក់គេព្រោះថែមទាំងចោទប្រកាន់កម្ពុជាឥតរអៀសមាត់ទាំងដែលធៀបពិតខ្លួនឯងទៅវិញទេដែលជាជំរកនៃការឆបោកតាមអនឡាញសូម្បីតែពេលថ្មីអង្គការសហប្រជាជាតិបានដាក់គំនាបថៃឲ្យចេញមុខបំភ្លឺលើចំណុចសំខាន់ចំនួន10ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែនដែលជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រៅពីយុទ្ធសាស្ត្រក្មេងលេងដីដូចជាការផ្ដាច់អ៊ីនធឺណិតការផ្ដាច់ចរន្តអគ្គិសនីការបិទច្រកព្រំដែនដោយឯកតោភាគីតើភាគីថៃនៅសល់ស្និទ្ធអ្វីទៀតខណៈសន្លឹកវាថៃមួយណាក៏សុទ្ធតែចាញ់កម្ពុជាបែបនេះគួរបញ្ជាក់ថាល្បែងថ្ពិនភ្នែកនិងយុទ្ធសាស្ត្របង្វែរដានអំពើឈ្លានពានរបស់ថៃមិនខុសអីពីហែកទ្រង់បង្ហាញពីទង្វើដ៏ស្មោកគ្រោករបស់ខ្លួនទៅកាន់ពិភពលោកឡើយចាអស់លេសចោតកម្ពុជាថៃធ្វើជាសម្ដែងយកនៅរឿងចាស់នៃការកាត់ផ្ដាច់អ៊ីនធឺណិតនឹងគឺមករំលឹកជាថ្មីទាំងនៅកម្ពុជាគឺមេដឹកនាំកម្ពុជាបានប្រកាសចាច្រើនថ្ងៃកន្លងមកហើយគឺធ្វើការកាត់ផ្ដាច់ទាំងអ៊ីនធឺណិតទាំងភ្លើង
ដែលមានការបន្តមកពីខាងប្រទេសថៃណាគឺកម្ពុជាគឺបានកាត់ផ្ដាច់រួចរាល់អស់ជាយូរមកហើយថៃទើបតែមកបញ្ចេញនៅថាខ្លួននឹងកាត់ផ្ដាច់កាត់អីហ្នឹងគឺវាមិនមែនជារឿងដែលត្រូវនិយាយមិនសមហេតុផលនោះទេហើយប្រិមិត្តឥឡូវនេះគឺយើងក៏មិនទាន់ទៅណាឆ្ងាយពីព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពកម្ពុជានិងថៃនោះទេក្រៅពីការយកលេសចោតកម្ពុជានៅរឿងដដែលអភិបាលខេត្តស្រះកែវគឺបានស្នើលុបចោលខួបលើកទី75នៃចំណងមិត្តភាពកម្ពុជាថៃនិងផ្អាកជំនួយទាំងអស់ដល់ប្រទេសកម្ពុជាលោកលីរាយការណ៍ព័ត៌មាននេះជាបន្តទៅទៀតអភិបាលខេត្តស្រះកែវស្នើលុបចោលខួបលើកទី75នៃចំណងមិត្តភាពកម្ពុជាថៃនិងផ្អាកជំនួយទាំងអស់ដល់កម្ពុជាអភិបាលខេត្តស្រះកែវបានស្នើឲ្យលុបចោលការប្រារព្ធខួបលើកទី75របស់ថៃកម្ពុជាចំពេលមានភាពតានតឹងនៅតាមព្រំដែនការស្នើនេះធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានឈីណាវ៉ាតបានធ្វើដំណើរទៅស្រុកអារ៉ាញ់ប្រទេសដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការបិទច្រកទ្វារព្រំដែនកម្ពុជាថៃនិងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់មួយដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មឆ្លងព្រំដែនសន្តិសុខនិងការងារជាបន្ទាន់កាលពីថ្ងៃប្រហ័សទី26មិថុនាអភិបាលខេត្តស្រះកែវបានស្នើឲ្យលុបចោលការរៀបចំពិធីប្រារព្ធខួបលើកទី75នៃទំនាក់ទំនងកម្ពុជាថៃរួមជាមួយនឹងការផ្អាកជំនួយទាំងអស់ដល់កម្ពុជាដោយមិនរាប់បញ្ចូលជំនួយមនុស្សធម៌សំណើនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីទៅកាន់ខេត្តស្រះកែវគណៈនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូកំពុងជួបសម្ដេចសំណាលជាមួយមន្ត្រីនៅសាលាស្រុកអារ៉ាញ់ប្រទេសនៅវេលាម៉ោង 10 ព្រឹកអភិបាលខេត្តស្រះកែវលោកបរិញ្ញាពោធិ៍សាត់បានលើកសំណើសំលុបចោលការប្រារព្ធខួបនិងការបញ្ឈប់ការផ្ដល់ជំនួយដល់កម្ពុជាបន្ថែមលើនេះលោកអភិបាលខេត្តបានផ្ដល់អនុសាសន៍ឲ្យលុបចោលផែនការប្រើប្រាស់មូលនិធិសង្គ្រោះបន្ទាន់សម្រាប់ការសាងសង់ស្ពានមិត្តភាពថ្មីបន្ថែមពីនោះមន្ត្រីខេត្តស្រះកែវបញ្ជាក់ថាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ននិងអនាគតត្រូវតែវិយតម្លៃលើការវិវត្តព្រំដែននាពេលថ្មីនេះទោះបីជាការសម្រេចចិត្តចុងក្រោយស្ថិតនៅលើនាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធក៏ដោយក្នុងជំនួបនោះលោកបាំរុងលចម្រើនវឌ្ឍនឆៃប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវបានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់ដល់អ្នកនាំចេញក្នុងស្រុកលោកបានគូបញ្ជាក់ថាទំនិញមិនអាចនាំចេញតាមស្ពានមិត្តភាពកម្ពុជាថៃបានទៀតទេដោយសារការបិទឬការកាត់បន្ថយម៉ោងប្រតិបត្តិការនៃច្រកព្រំដែនជាការឆ្លើយតបលោកស្រីផែថងឋានបានធានាចំពោះគាត់ថាលោកស្រីនឹងស្នើឲ្យមេបញ្ជាការភូមិភាគ1ពិនិត្យស្ថានភាពឡើងវិញបន្ទាប់ពីជំនួបនោះលោកស្រីនាយករដ្ឋមន្ត្រីបានទៅទស្សនាច្រកព្រំដែនខ្លងលឹកដើម្បីពង្រឹងស្មារតីមន្ត្រីថៃដែលចូលជើងនៅច្រកត្រួតពិនិត្យនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពក្នុងការដោះស្រាយភាពតានតឹងនៅតាមព្រំដែនដោយបានលើកឡើងថាអត្ថិភាពកម្ពុជារបស់ខ្ញុំគឺការទប់ស្កាត់ការប៉ះទង្គិចយើងចង់ឃើញទាហានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយគ្មានការបង្ហូរឈាមទេមជ្ឈមណ្ឌលប្រតិបត្តិការកិច្ចការព្រំដែនកម្ពុជាថៃបានប្រកាសពីគម្រោងជួយធុរកិច្ចថៃនិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការផ្អាកការនាំចូលប្រេងពីថៃរបស់កម្ពុជាគូបញ្ជាក់ថាអាជ្ញាធរថៃបានបិទព្រំដែនដោយបង្ខំដោយឯកតោភាគីឃាត់ពលករខ្មែរមិនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញខណៈអាជ្ញាធរកម្ពុជាត្រៀមខ្លួន24ម៉ោងលើ24ម៉ោងដើម្បីចាំទទួលបងប្អូនខ្មែរទង្វើដ៏ស្មោកគ្រោករបស់ថៃកំពុងរំលោភសិទ្ធិមនុស្សទាំងក្របខ័ណ្ឌជាតិនិងអន្តរជាតិចា៎នេះគឺជាព័ត៌មានគឺអភិបាលខេត្តស្រះកែវដែលជាខេត្តមួយរបស់ថៃនៅជាប់បណ្ដោយព្រំដែនជាមួយនឹងប្រទេសកម្ពុជាបានស្នើឲ្យលុបចោលខួបលើកទី75នៃចំណងមិត្តភាពកម្ពុជាហើយនឹងផ្អាកជំនួយទាំងអស់ដល់ប្រទេសកម្ពុជាផងដែរនេះក៏មិនមែនជារឿងចម្លែកទេប្រិមិត្តដោយសារតែរឿងរ៉ាវអាក្រក់ៗមួយជាច្រើនគឺថៃអាចធ្វើបានអញ្ចឹងគ្រាន់តែរឿងស្នើលុបចោលនៅខួបលើកទី75នៃចំណងមិត្តភាពកម្ពុជាថៃនិងផ្អាកជំនួយមកដល់កម្ពុជានេះគឺមិនមែនជារឿងពិបាកសម្រាប់ថៃនោះទេដែលអាចហាមាត់ឬក៏ស្នើដើម្បីរដ្ឋាភិបាលខ្លួនអាចធ្វើបានដោយសារតែយើងដឹងហើយថាព្រំដែនរវាងកម្ពុជាថៃគឺត្រូវបានភាគីថៃសម្រាប់បិទជាឯកតោភាគីដោយមិនមានការជូនដំណឹងមកកាន់កម្ពុជាមុននោះទេហើយការធ្វើបែបនេះគឺវាធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែនប៉ុន្តែការប៉ះពាល់ខ្លាំងគឺវាមានទាំងថៃនិងកម្ពុជាប៉ុន្តែខាងប្រទេសថៃនឹងគឺច្រើនជាងដោយសារតែការនាំចូលទំនិញផ្លែឈើបន្លែក៏ដូចជាទំនិញផ្សេងទៀតដែលត្រូវនាំចូលមកកាន់កម្ពុជានឹងគឺមានចំនួនច្រើនរាប់ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំហើយឃើញថាក៏មានការត្អូញត្អែច្រើនពីសំណាក់ប្រជាជនថៃខ្លួនឯងនឹងច្រើនផងដែរពាក់ព័ន្ធទៅនឹងការបិទព្រំដែនពីសំណាក់យោធាដែលត្រូវបានប្រកាសសិទ្ធិចាឲ្យបិទឬក៏បើកព្រំដែននឹងដោយរដ្ឋាភិបាលថៃផ្ទាល់តែម្ដងហើយយើងឃើញថាថៃបានប្រើនៅល្បិចកិច្ចការជាច្រើនប្រៀបដូចជាចង់ស្រែកប្រាប់
ទៅឲ្យពិភពលោកក៏ដូចជាអន្តរជាតិនឹងមើលមកឃើញថាខ្លួនឯងនឹង slot boat មិនមែនជាអ្នកបង្ករឿងមុននោះទេជាក់ស្ដែងយើងដឹងហើយថាប្រហែលថ្ងៃថ្មីនេះថៃគឺបានប្រកាសបិទព្រំដែនទាំងស្រុងប៉ុន្តែនៅពេលដែលប្រកាសហើយបានបន្តិចក៏ធ្វើជាមានការបើកទ្វារព្រំដែនវិញប៉ុន្តែមិនអនុញ្ញាតឲ្យមានឡានឬក៏មានម៉ូតូឬក៏ប្រជាពលរដ្ឋអីឆ្លងកាត់បាននោះទេដោយអនុញ្ញាតត្រឹមតែសិស្សសាលាឬក៏អ្នកជំងឺដែលគាត់ត្រូវការសង្គ្រោះតែប៉ុណ្ណោះហើយឬក៏និស្សិតអីអញ្ចឹងទៅអញ្ចឹងការបើកការប្រកាសហើយការប្រកាសបិទហើយក៏បើកវិញបើកហើយប៉ុន្តែมันមានការអនុញ្ញាតឲ្យប្រជាពលរដ្ឋគឺគាត់បានធ្វើដំណើរឆ្លងកាត់ឬមួយក៏ធ្វើការរកស៊ីអីបានជាធម្មតាវាស្មើនឹងការបិទដដែលហើយដូចជាឃើញមានរូបភាពកាលពីម្សិលមិញចាគឺមានការព្រឹកព្រលឹមឡើងគឺខាងភាគីថៃហ្នឹងគឺបានមកបើកច្រកតែម្ដងបើកច្រកព្រំដែនតែម្ដងហើយក៏បានឲ្យអ្នកកាសែតហ្នឹងគឺធ្វើការថតធ្វើការសម្ភាសដើម្បីបង្ហោះជាព័ត៌មានចង់ប្រាប់ទៅកាន់អន្តរជាតិថាខ្លួនឯងហ្នឹងគឺបានបើកច្រកព្រំដែនហើយប៉ុន្តែខាងភាគីហ្នឹងគឺមិនបើកនោះទេចានេះគឺជាល្បិចដែលថៃគឺបានប្រើម្ដងហើយម្ដងទៀតចាប្រើឡើងកម្ពុជាបានដឹងអស់ទៅហើយជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាគឺនៅពេលដែលមានការចេញបញ្ជាឲ្យបិទច្រកព្រំដែនគឺកម្ពុជាធ្វើឡើងទៅតាមក្រោយភាគីថៃទាំងអស់ហើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសហើយថាព្រំដែនកម្ពុជាជាមួយនឹងថៃកម្ពុជានឹងបើកឡើងវិញដរាបណាខាងភាគីថៃគឺព្រមបើកច្រកព្រំដែនដែលខ្លួនឯងបានបិទជាឯកតោភាគីនឹងឡើងវិញទើបកម្ពុជានឹងបើកយ៉ាងយូរបំផុតគឺត្រឹមតែ5ម៉ោងក្រោយប៉ុណ្ណោះ